ជាមានរោងដោលនេះកើតឡើងដោយសារកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺវាកើនឡើងបាទអញ្ចឹងដល់ពេលកើនឡើងវាខ្វះបន្ទប់រៀនយើងសហការជាមួយសហគមន៍ជាមួយអាជ្ញាធរជាមួយអ្នកពាក់ព័ន្ធហ្នឹងថាទៅខ្វះបន្ទប់រៀនអញ្ចឹងក៏ចាប់ផ្ដើមបង្កើតរោងដោលហ្នឹងបាទមានបន្ទប់រៀនសុវត្ថិភាពគេហៅសាលារៀនដែលមានបន្ទប់ដែលទៅនឹងស្តង់ដាររបស់ក្រសួងនឹងមានតែ3បន្ទប់ទេកន្លងមកពេលមានអាកាសធាតុរ៉ែម្រួលឧទាហរណ៍មានខ្យល់មានភ្លៀងអញ្ចឹងយើងបានចល័តគាត់គឺទៅថ្នាក់អាគារដែលមានសុវត្ថិភាពហើយបើសិនជាពេលចល័តទៅអាគារសុវត្ថិភាពហ្នឹងគឺគាត់អត់បានរៀនទាំងអស់គ្នាទាំងសិស្សនៅអាគារដែលមានសុវត្ថិភាពហ្នឹងក៏គាត់រៀនអត់កើតហើយសិស្សនៅខាងរោងដោលហ្នឹងក៏រៀនអត់កើតដែរដោយសាររោងដោលទីធ្លាចង្អៀតកន្លែងចង្អៀតហើយអត់ជញ្ជាំងពេលអញ្ចឹងធ្វើឲ្យយើងពិបាកបង្រៀនសិស្សលទ្ធផលការសិក្សាក៏មានការថយចុះអញ្ចឹងណាគ្រូហើយមកតអង្គុយ3 4នាក់ចង្អៀតហើយមានកន្លែងអង្គុយទេហើយស្ដាប់គ្នាបានថ្លង់និយាយមួយម៉ាត់អញ្ចឹងអត់ស្ដាប់បានទេសិស្សស្ដាប់បានតិចបំផុតដោយសារមានការលំបាកអញ្ចឹងបានខាងអង្គការដៃគូដូចពិសេសគឺដែលនៅជិតនឹងសាលាបំផុតហ្នឹងគឺអង្គការ OSCD គាត់តែងតែមើលការខុសត្រូវជួយនៅដូចថាមានចំណុចណាដែលគាត់អាចជួយបានគាត់ជួយរហូតដល់ពេលនេះដែលមានអាគារដែលខាងអង្គការ Action Aid ហើយនិងអង្គការ Action តាមរយៈ OSCD ហ្នឹងគឺជួយបានអាគារមួយខ្នង5បន្ទប់ហ្នឹងគឺសប្បាយចិត្តណាស់ឪពុកម្ដាយក៏សប្បាយចិត្តបាទហើយលោកគ្រូអ្នកគ្រូក៏សប្បាយចិត្តអាជ្ញាធរដែនដីក៏សប្បាយចិត្តដែរបាទបើគ្មានអាគារថ្មីនេះទេគឺសាលាលំបាកជាងមុនទៀតដោយសារអីសិស្សកើនរហូតរៀនថ្មីខ្ញុំស្រឡាញ់ខ្លាំងអ្នកគ្រូព្រោះអីពេលវាមេឃភ្លៀងមកវាអត់សាមទុកអ្នកគ្រូហើយពេលមេឃក្តៅមកវាអត់ក្តៅខ្លាំងវាត្រជាក់ស្រួលខ្ញុំស្រឡាញ់ហើយនឹងពេញចិត្តបន្ទប់រៀនហើយនឹងសម្ភារៈថ្មីនៅពេលដែលមានសម្ភារៈថ្មីជំរុញឲ្យខ្ញុំចង់មករៀនខ្លាំងក្រៅពីអាគារ5បន្ទប់យើងមានបន្ទប់ទឹក2បន្ទប់បាទហើយមានកន្លែងបន្ទប់សម្រាប់កុមារីផ្លាស់សម្លៀកបំពាក់បាទនេះគឺចាស់គិតគូរដល់កុមារខ្លាំងមែនតើហើយមួយទៀតយើងមានកន្លែងលាងដៃដល់2កន្លែងទៀតតើដែលធ្វើដំណើរមកឆ្ងាយជួនកាលគាត់ប្រឡាក់ថុកប្រឡាក់អីឬក៏ផ្សេងទៅឬក៏គាត់មានបញ្ហាសុខភាពស្ត្រីអីទៅគាត់មានបន្ទប់បាទបើមិនចឹងទេគាត់ទៅផ្ទះវិញហើយគាត់ជួនកាលគាត់ពេលហ្នឹងគាត់មានបញ្ហានៅពេលជាសាធារណៈទៅអត់មានកន្លែងផ្លាស់ប្ដូរបិទបាំងធ្វើគាត់ខ្មាស់អៀនអាចនឹងធ្វើឲ្យគាត់បោះបង់ការសិក្សាក៏ថាបានជួយឲ្យយើងលេចអៀនពេលមេឃភ្លៀងមកយើងមកពីផ្ទះមកយើងពាក់អាវធម្មតាហើយពេលម្ដងនេះយើងផ្លាស់ចូលបន្ទប់ទឹកផ្លាស់កាអាវខ្ញុំមានចំណាយអារម្មណ៍ថាពេលដែលបានមករៀនសាលាថ្មីហ្នឹងខ្ញុំសប្បាយចិត្តខ្លាំងហើយឲ្យតែពេលចេញទៅផ្ទះអត់ចង់ចេញចង់រៀនទៀត